ពិតជាកោតសរសើរដល់វត្តមួយនេះខ្លាំងមែនទែនអ្នកទាំងអស់គ្នារៀងរាល់ឆ្នាំឲ្យតែពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែដឹងតែវត្តមួយនេះគាត់ប្រារព្ធពិធីអកអំបុកសំពះព្រះខែនេះឯងអ្នកទាំងអស់គ្នានៅទីធ្លាវត្តអារាមនឹងទាំងមូលគេមានការបុកអំបុកដើម្បីឲ្យអ្នកចូលរួមឬក៏ក្មេងៗសាក្រោយនេះក៏ស្គាល់ពីប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើងរបៀបបែបផែននៃការបុកអំបុកក្មេងៗជំនាន់ក្រោយឬក៏សាក្រោយនេះអ្នកខ្លះគាត់សឹងតែមិនស្គាល់ផងគេបង្ហាញទាំងអស់តាំងពីការត្រាំស្រូវការលីងស្រូវបន្ទាប់មកយកទៅបុកនឹងត្បាល់បុករួចរាល់ហើយក៏គេយកទៅរែងនឹងចង្អេរនឹងដើម្បីឲ្យវាជ្រះកម្ទេចស្រូវហ្នឹងអ្នកទាំងអស់គ្នានិយាយទៅគឺគេធ្វើតាមស្តេបនីមួយៗតែម្ដងអូផ្លេច5អ្នកទាំងអស់គ្នាវត្តហ្នឹងគឺវត្តសំរោងក្នុងដែលស្ថិតនៅក្នុងស្រុកឯកភ្នំខេត្តបាត់ដំបងផ្ទាល់តែម្ដងនៅក្នុងកម្មវិធីឬក៏ទីធ្លាវត្តសំរោងក្នុងហ្នឹងអ្នកទាំងអស់គ្នាមានតាំងពីល្បែងលេងផ្សេងតាំងពីការគប់ពេតប៉ោងសៃហោះកត្រកហោះអីហ្នឹងប៉ុន្តែថតអត់បានអស់ទេហើយអ្នកលក់ចំណីចំណុកអូយច្រើនសពគ្រប់បែបយ៉ាងហ្មងនិយាយទៅវត្តហ្នឹងសប្បាយរាល់ឆ្នាំខ្ញុំក៏ទៅរាល់ឆ្នាំដែរហើយកម្មវិធីដែលគេប្រារព្ធហ្នឹងមានការក្រុងពីលាគេធ្វើពីទំនៀមទម្លាប់នៃការអំបុកគ្នាទៅវិញទៅមកការសម្ដែងរឿងហើយនឹងការហូតច័ន្ទមកអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំនៅអត់បានដល់ចប់នៃកម្មវិធីគេទេអូអ្នកទាំងអស់គ្នាគេមានបាញ់កំជ្រួចហើយប្រហោះគោមផងនិយាយទៅទស្សនវិជ្ជានៅក្នុងកម្មវិធីនៅក្នុងវត្តសំរោងក្នុងហ្នឹងគឺស្រស់ស្អាតមែនទែនហ្មងបើមនុស្សវិញច្រើនតក់អន់ហ្មងសតតែអ្នកភូមិមកទស្សនាទាំងអស់គ្នានាំកូននាំចៅមកអស់ហើយទាំងខ្ញុំដែរហ្នឹងណាហើយក៏សូមអរគុណដល់គណៈគ្រប់គ្រងវត្តដែលគាត់បានរៀបចំកម្មវិធីនេះដើម្បីឲ្យកូនចៅជំនាន់ក្រោយគាត់យល់ដឹងច្បាស់ពីទំនៀមទម្លាប់ប្រពៃណីនៃពិធីអកអំបុកសំពះព្រះខែនេះផ្ទាល់តែម្ដងទៅចូលរួមកម្មវិធីគេច្រើនដងច្រើនឆ្នាំដែរប៉ុន្តែអត់ដែលដើរលេងទីធ្លាវត្តទេថ្ងៃនេះនឹកឃើញដើរលេងទីធ្លាវត្តមើលម្ដងហើយចាប់អារម្មណ៍នេះចេតិយមួយនេះតែទាំងអស់គ្នាណាស្គាល់ដែរតែវាមានអាយុកាលប្រហែលហើយព្រោះអីយប់ហើយក៏អត់បានមើលបានច្បាស់លាស់ដែរអ្នកនៅខាងសំរោងក្នុងឃើញវីដេអូហ្នឹងហើយជួយខមមិនប្រាប់ផងមើលថាចេតិយហ្នឹងចេតិយអីគេចេតិយអ្នកណាដែរហើយមានអាយុកាលប្រហែលដែរព្រោះឲ្យឃើញរៀងចំណាស់គួរសមដែរហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរអរគុណច្រើនជម្រាបលាសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់